កូរ៉េខាងត្បូងដែលជាមហាអំណាចផលិតអាវុធកំពុងតែឈឺក្បាលនិងរារែកចិត្តមិនហ៊ានលក់យន្តហោះចម្បាំងឲ្យទៅថៃបន្តទៀតទេក្រោមពាក្យបណ្ដឹងតវ៉ាជាអន្តរជាតិពីសំណាក់រដ្ឋាភិបាលកម្ពុជាតាមការដកស្រង់ចេញពីគេហទំព័រ Avisen Week ដែលបានចុះផ្សាយនៅថ្ងៃទី20កុម្ភៈបានលម្អិតថារដ្ឋាភិបាលកូរ៉េខាងត្បូងកំពុងថ្លឹងថ្លែងយ៉ាងខ្លាំងក្នុងការអនុម័តលក់យន្តហោះចម្បាំងប្រភេទ T-50TA ចំនួន2គ្រឿងបន្ថែមទៀតទៅឲ្យថៃគឺដោយសារការដាក់ពាក្យបណ្ដឹងតវ៉ាជាផ្លូវការពីសំណាក់កម្ពុជាបានបង្ហាញផុសតាងនឹងចំហថាកងទ័ពអាកាសថៃបានប្រើប្រាស់យន្តហោះប្រភេទនេះធ្វើសកម្មភាពហោះហើរគម្រាមកំហែងនៅក្បែរតំបន់ព្រំដែនជាប់គ្នាដែលជាការបង្កអស្ថិរភាពនិងភាពតានតឹងនៅក្នុងតំបន់ទីភ្នាក់ងារកម្មវិធីទិញសម្ភារៈការពារជាតិរបស់កូរ៉េខាងត្បូងបានបញ្ជាក់ថាខ្លួនកំពុងពិនិត្យឡើងវិញនៅផលប៉ះពាល់ផ្នែកសន្តិសុខនិងនយោបាយតំបន់ជាមួយគ្នានេះដែរកូរ៉េខាងត្បូងបានដាក់ចេញនៅលក្ខខណ្ឌកាន់តែតឹងរ៉ឹងដោយត្រូវពិចារណាថាតើអាវុធដែលខ្លួនលក់ទៅឲ្យថៃនឹងត្រូវយកទៅប្រើដើម្បីបង្កចំនួនឬការឈ្លានពាននៅតាមបណ្ដោយព្រំដែនដែលកំពុងមានវិវាទដែរឬទេការថ្លឹងថ្លែងនេះគឺជាការសាកល្បងដ៏ធំមួយសម្រាប់កូរ៉េខាងត្បូងក្នុងការជ្រើសរើសរវាងផលចំណេញសេដ្ឋកិច្ចនិងការរក្សាតុល្យភាពសន្តិភាពក្នុងអាស៊ានទោះបីជាថៃធ្លាប់បានទិញយន្តហោះប្រភេទនេះចំនួន12គ្រឿងរួចមកហើយក៏ដោយប៉ុន្តែការដែលចង់បានកញ្ចប់បន្ថែមទៀតនៅពេលនេះកំពុងតែជួបឧបសគ្គសេអ៊ូលបារម្ភថាការលក់បន្ថែមនឹងកាន់តែធ្វើឲ្យកម្ពុជាខឹងសម្បាហើយរុញឲ្យកូរ៉េខាងត្បូងធ្លាក់ចូលទៅក្នុងរណ្ដៅនៃចំនួនផ្ទៃក្នុងអាស៊ាននេះបង្ហាញថាសកម្មភាពយោធារបស់ថៃនៅតាមបណ្ដោយព្រំដែននាពេលកន្លងមកមិនត្រឹមតែកម្ពុជាទេដែលមើលឃើញតែសូម្បីតែអ្នកលក់អាវុធឲ្យថៃក៏កំពុងចាប់ផ្ដើមលែងទុកចិត្តថៃដូចគ្នាដែរតើយន្តហោះ T-50TA មានលក្ខណៈសម្បត្តិពិសេសអ្វីខ្លះយន្តហោះប្រភេទនេះត្រូវបានរចនាឡើងដើម្បីសម្រាប់ធ្វើអ្នកបើកបរយន្តហោះចម្បាំងឲ្យមានជំនាញខ្ពស់មុននឹងឈានទៅបើកបរយន្តហោះចម្បាំងធុនធ្ងន់ដូចជាត្រកូល S ជាដើមអ្វីត្បិតតែជាប្រភេទយន្តហោះវឹកវើក៏ដោយប៉ុន្តែវាត្រូវបានបំពាក់ដោយបច្ចេកវិទ្យាអាវុធទំនើបដែលអាចប្រើប្រាស់សម្រាប់ប្រតិបត្តិការវាយប្រហារតាមដែនអាកាសនិងការពារដែនអាកាសបានយ៉ាងមានប្រសិទ្ធភាពក្នុងនោះផងដែរយន្តហោះនេះក៏អាចបំពាក់មីស៊ីលពីអាកាសទៅអាកាសនិងគ្រាប់បែកសម្រាប់វាយប្រហារគោលដៅនៅលើដីដែលធ្វើឲ្យវាក្លាយទៅជាអាវុធដ៏គ្រោះថ្នាក់នៅក្នុងតំបន់ដែលមានជម្លោះគួរបញ្ជាក់ផងដែរថាថៃធ្លាប់បានយកយន្តហោះប្រភេទនេះមកប្រើប្រាស់នៅក្នុងការវាយប្រហារមកលើកម្ពុជាក្នុងអំឡុងខែធ្នូឆ្នាំ2025នាពេលកន្លងមកហើយកម្ពុជាបានដាក់ការតវ៉ាជាផ្លូវការព្រោះថៃបានយកយន្តហោះប្រភេទនេះមកហោះហើរក្នុងប្រតិបត្តិការនៅក្បែរព្រំដែនរួមដែលកម្ពុជាចាត់ទុកជាការបង្កអស្ថិរភាពនិងការគំរាមកំហែងដល់សន្តិសុខជាតិ